សួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់មានអារម្មណ៍ថាជីវិតហាក់ដូចជានៅត្រឹងមួយកន្លែងខណៈដែលអ្នកដទៃគេកំពុងតែឈានទៅមុខយ៉ាងលឿនដែរឬអត់តើអ្វីជាអាចកំបាំងដែលធ្វើឲ្យមនុស្សម្នាក់គឺមានវាសនាខុសគ្នាចម្លើយមិនមែនស្ថិតនៅលើដើមទុនឬសំណាងនោះទេប៉ុន្តែវាស្ថិតនៅលើអ្វីដែលយើងហៅថា mindset ឬក៏ផ្នត់គំនិតរបស់យើងម្នាក់ៗនឹងឯងចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីខ្លឹមសារដ៏មានតម្លៃនៃចំណេះដឹងនិងការអភិវឌ្ឍខ្លួនវីដេអូនេះនឹងជួយឲ្យអ្នករកឃើញខ្លួនឯងដែលកំពុងដេកលក់នៅក្នុងខ្លួនហើយដាស់ឲ្យងើបឡើងវិញដើម្បីសាងវាសនាថ្មីកុំភ្លេចតាមដានដល់ចប់ព្រោះមេរៀនចុងក្រោយនឹងជួយឲ្យអ្នកចាប់ផ្ដើមផ្លាស់ប្ដូរបានភ្លាមៗនៅក្នុងថ្ងៃនេះអូខេអ្នកត្រូវដឹងថាគ្រូដែលល្អបំផុតនោះគឺជាខ្លួនឯងមនុស្សជាច្រើនតែងតែស្វែងរកជំនួយពីខាងក្រៅហើយតែងតែមានសំណួរហើយរងចាំអ្នកដទៃមកជួយជ្រោមជ្រែងប៉ុន្តែអ្វីដែលពិតប្រាកដគឺវាស្ថិតនៅក្នុងចិត្តរបស់អ្នកខ្លួនឯងអញ្ចឹងតើអ្វីទៅជាគ្រូរបស់ខ្លួនឯងហើយវាមានអត្ថន័យដូចម្ដេចទៅយើងនឹងបែងចែកជាចំណុចតូចៗទី1ការមានវិន័យនៅក្នុងភាសាអង់គ្លេសយើងហៅថា self discipline គឺយើងមិនបណ្ដោយឲ្យខ្លួនឯងដើរតាមអារម្មណ៍ឆេវឆាវឬភាពខ្ជិលច្រអូសឡើយយើងខ្លួនឯងដឹងថាពេលណាត្រូវរៀនពេលណាត្រូវធ្វើការពេលណាដែលត្រូវធ្វើកិច្ចការណាមួយដែលយើងមាននៅក្នុងដៃទី2ការរៀនគ្មានទីបញ្ចប់ទេចំណុចនេះគឺសង្កត់ធ្ងន់ថាបើយើងឈប់រៀននោះយើងនឹងចាប់ផ្ដើមថយក្រោយចំណេះដឹងគឺជាអាវុធប៉ុន្តែការចេះយកចំណេះដឹងមកបង្រៀនខ្លួនឯងឲ្យមានការរីកចម្រើនគឺជាមហិទ្ធិឫទ្ធិដ៏ពិតប្រាកដមួយចំណុចទី3គឺការចែករំលែកតម្លៃរបស់ខ្លួនយើងកើតឡើងនៅពេលដែលយើងចេះយកចំណេះដឹងទៅជួយអ្នកដទៃនៅពេលយើងបង្រៀនគេយើងក៏កំពុងរៀនមេរៀននោះឲ្យកាន់តែច្បាស់នៅក្នុងចិត្តរបស់ខ្លួនឯងដែរបន្តមកនេះយើងនឹងនិយាយពីទ្រឹស្ដីដ៏ល្បីល្បាញរបស់ Carol Dweck គឺ Grow Mindsetបាននិយាយថាតើអ្នកធ្លាប់គិតថាខ្ញុំមិនឆ្លាតផ្នែកលេខទេឬក៏ខ្ញុំគ្មានដងសិល្បៈដែរឬទេបើយើងគិតបែបនេះយើងកំពុងជាប់អន្ទាក់នៃ fixed mindset ហើយមនុស្សដែលមាន grow mindset គេជឿជាក់ថាសមត្ថភាពនិងភាពឆ្លាតវៃមិនមែនជាអ្វីដែលជាប់គាំងតាំងពីកំណើតឡើយប៉ុន្តែវាអាចបណ្ដុះបានវាដុះចេញមកតាមរយៈការប្រឹងប្រែងនិងបច្ចេកទេសត្រឹមត្រូវសម្រាប់ពួកគេការបរាជ័យមិនមែនជាទីបញ្ចប់ទេតែវាគឺជាមេរៀនការរិះគន់មិនមែនជាការវាយប្រហារទេតែជាកញ្ចក់ឆ្លុះឲ្យឃើញចំណុចដែលពួកគេខ្វះខាតដូច្នេះហើយចូលឈប់និយាយថាខ្ញុំធ្វើមិនកើតទេហើយបដូរមកនិយាយថាខ្ញុំមិនទាន់អាចធ្វើវាបាននៅឡើយទេប៉ុន្តែខ្ញុំនឹងរៀនធ្វើវាឲ្យបាននៅថ្ងៃណាមួយអ្វីដែលសំខាន់ទៀតនោះគឺបើទោះបីជាអ្នកមាន mindset ល្អយ៉ាងណាក៏ដោយអ្នកមានគំនិតល្អយ៉ាងណាក៏ដោយវិជ្ជមានយ៉ាងណាក៏ដោយប្រសិនបើអ្នកគ្មានសកម្មភាពក៏គ្មានលទ្ធផលដែរនេះជាកន្លែងដែលសភៅ Atomic Habits បានបង្ហាញឡើងមនុស្សភាគច្រើនបរាជ័យព្រោះគេចង់ផ្លាស់ប្ដូរអ្វីដែលធំពេកក្នុងពេលតែមួយមេរៀនដ៏អស្ចារ្យគឺច្បាប់ 1% ប្រសិនបើអ្នកអភិវឌ្ឍខ្លួនឲ្យល្អជាងមុនតែ 1% រាល់ថ្ងៃក្នុងរយៈពេល1ឆ្នាំអ្នកនឹងក្លាយជាមនុស្សពូកែជាងមុនដល់ទៅ37ដងអ្នកចង់ក្លាយជាអ្នកអានសភៅមែនអញ្ចឹងកុំចាប់ផ្ដើមមួយក្បាលនៅក្នុងមួយថ្ងៃតែចាប់ផ្ដើមត្រឹមមួយទំព័រនៅក្នុងមួយថ្ងៃបានហើយអ្នកចង់មានសុខភាពល្អមែនអញ្ចឹងកុំចាប់ផ្ដើមរត់10គីឡូម៉ែត្រតែចាប់ផ្ដើមដោយការធ្វើចលនាត្រឹមតែ5នាទីក៏គ្រប់គ្រាន់ដែរអាចកំបាំងគឺស្ថិតនៅលើភាពដែលជាប់លាប់ឬក៏គេឲ្យឈ្មោះថា consistency នៅពេលទម្លាប់តូចៗទាំងនេះវាប្រមូលផ្ដុំគ្នាវានឹងបង្កើតជាលទ្ធផលមហាសាលដែលយើងនឹកស្មានមិនដល់សរុបមកវិញការក្លាយជាគ្រូសម្រាប់ជីវិតខ្លួនឯងគឺវាត្រូវការរួមផ្សំរវាងវិន័យផ្លូវចិត្តការជឿជាក់លើការរីកចម្រើននិងការកសាងទម្លាប់តូចៗជាប្រចាំជីវិតរបស់យើងនៅថ្ងៃនេះគឺជាលទ្ធផលនៃអ្វីដែលយើងបានគិតនិងធ្វើការពីម្សិលមិញចឹងសាកគិតមើលជីវិតរបស់យើងនៅឆ្នាំក្រោយទៀតមកយើងនោះគឺវានឹងអាស្រ័យទៅលើអ្វីដែលយើងចាប់ផ្ដើមធ្វើនៅក្នុងថ្ងៃនេះនោះគឺជាអ្វីដែលផលផ្លែបានហុចឲ្យសម្រាប់ការដែលយើងកំពុងតែដាក់គ្រាប់ពូជដាំនៅក្នុងថ្ងៃនេះសម្រាប់អ្វីដែលយើងបានខិតខំព្យាយាមស្រោចទឹកនិងថែរក្សាវារហូតដល់វាចេញផ្លែផ្កានៅឆ្នាំក្រោយឬក៏នៅក្នុងពេលឆាប់ៗនេះក៏ថាបាន
អញ្ចឹងកុំរងចាំដល់ថ្ងៃច័ន្ទកុំរងចាំឲ្យមានអារម្មណ៍ល្អចូលចាប់ផ្ដើមឥឡូវនេះខ្ញុំចង់លើពីអ្នកទាំងអស់គ្នាដែលតាមដានតាំងពីផ្ដើមវីដេអូរហូតដល់ពេលនេះដល់នាទីនេះសូមសរសេរវានៅក្នុង comment ខាងក្រោមដើម្បីសន្យាជាមួយខ្លួនឯងសំណួររបស់ខ្ញុំគឺតើអ្វីដែលជាទម្លាប់តូចដែលអ្នកនឹងចាប់ផ្ដើមធ្វើនៅក្នុងថ្ងៃស្អែកប្រសិនបើវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like share and subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតជួបគ្នាជាមួយខ្ញុំជួបគ្នាជាថ្មីម្ដងទៀតជាមួយខ្ញុំនៅក្នុងវីដេអូក្រោយសូមអរគុណនិងជម្រាបលា